nhom cua na cất khâu sao vô à trạ bong mà lúa vô tận lụa vô lôi làm bầy đó trai bong chụp bẹ kì tôi ta lão à trạ vợ à lôi cái nơi chụp bẹ còn con còn mà rồi nhom tiết đằng đó trai pina ta na tết nhom chẳng bong bồn smoke smile thầm mình đang tới thừa dạng mấy men đại tế bà sân chỉ men bong bồn còn tại thừa ca cầm mình phạm nhom pháo nằm bầy nhom bàn đắng nhom đang tẹt tòng tới nâng nị dây ông pi đầm ná caក្នុងការដោះស្រាយជួនបងប្អូនតែម្ដងបាទប៉ុន្តែមុននឹងចូលទៅក្នុងសាច់រឿងប្រធានបទរបស់យើងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះៗសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបានឈ្មោះមានសវុតភរិយារបស់ខ្ញុំឈ្មោះឆើត្រៃពួកយើងធ្លាប់ជាប់បំណុល$40000យើងបានខ្ចីលុយគេ$5000នៅឆ្នាំ2015យកមកបើកលក់ម៉ាស៊ីនត្រជាក់នៅគល់ស្ពានភ័យសំរោងនៅកែងកាក់ក្បាលក្រហមក្រុងតាខ្មៅយើងបានយកទៅធ្វើអាជីវកម្មបើកលក់ម៉ាស៊ីនត្រជាក់ពេលនោះមិនទទួលបានលទ្ធផលជោគជ័យអ្វីនោះទេក៏ខ្សែធនបិទទៅវិញអញ្ចឹងមានន័យថាយើងធ្វើបានតែមួយឆ្នាំទេហើយយើងសល់បំណុលយើងប្រឹងប្រែងរហូតដល់ឆ្នាំ2019គាំងខ្លាំងមែនទែនដល់ថ្នាក់រត់ចោលស្រុកអញ្ចឹងបងប្អូនបងប្រុសបងស្រីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំរត់ចោលស្រុកដោយសារតែខ្ញុំគិតថាចាំពេលមានបានចាំខ្ញុំត្រឡប់មកវិញប៉ុន្តែជាអកុសលមិនស្រួលដូចអ្វីដែលខ្ញុំគិតនោះទេពេលដែលខ្ញុំបានទៅធ្វើជាចំណាក់ស្រុកធ្វើជាពលករនៅក្នុងប្រទេសថៃខ្ញុំពិបាកអញ្ចឹងក៏ខ្ញុំត្រឡប់មកវិញនៅពេលដែលខ្ញុំត្រឡប់មកវិញក៏ខ្ញុំជួបជាមួយនឹងដុកទ័របំណុលគឺលោកគ្រូសៀសុផលលោកគ្រូសៀសុផលជាបុគ្គលម្នាក់ដែលបានជួយខ្ញុំនិងក្រុមគ្រួសារចាក់ចេញពីបញ្ហាដ៏ធំធេងនេះបានហើយមិនត្រឹមតែប៉ុណ្ណឹងប្រាប់ខ្ញុំឲ្យចងក្រងបទពិសោធន៍ទាំងអស់ធ្វើជាវគ្គសិក្សាធ្វើជាសៀវភៅក្នុងការចែកចាយទៅដល់មនុស្សដទៃទៀតអញ្ចឹងមានបងប្អូនជាច្រើនដែលគាត់បានស្គាល់ខ្ញុំគាត់យករូបមន្តយកក្បួនវគ្គសិក្សារបស់ខ្ញុំយកទៅមើលយកទៅធ្វើក៏ទទួលបានសេរីភាពបាទអញ្ចឹងបើបងប្អូនចង់ឃើញចង់ដឹងចុចចូលទៅក្នុង link Telegram មួយដើម្បីស្ដាប់សាកសីសម្ដីពិតៗរបស់ពួកគាត់បានបាទអូខេបងប្អូនអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញដែលនិយាយអំពីយកអត្រាបងរំលោះយកទៅលក់យកលុយមកប្រើប្រាស់គិតថាដោះស្រាយបានហើយមិនមានបញ្ហាអីប៉ុន្តែជាក់ស្ដែងគឺខុសស្រឡះតែម្ដងបាទអញ្ចឹងមានបងប្អូនមួយចំនួនដែលយកអត្រាយកទៅលក់ដើម្បីយកលុយមកប្រើប៉ុន្តែបញ្ហាគឺការជាប់គាំងរញ៉េរញ៉ៃពាក់ព័ន្ធទៅដល់បញ្ហាផ្លូវច្បាប់ទៀតបាទនេះគឺជារឿងមួយដែលក្តៅគគុកដែលបងប្អូនមួយចំនួនដែលខ្វះការសុភវិនិច្ឆ័យធ្វើឲ្យផុងខ្លួនចូលក្នុងរណ្ដៅបំណុលហើយផុងទៅក្នុងបញ្ហាផ្លូវច្បាប់អញ្ចឹងមានបងប្អូនដែលគាត់តាក់ទងមកខ្ញុំគាត់និយាយថាយើងទិញអត្រាបងរំលោះអ្នកខ្លះទៅទិញឡានបងរំលោះតែគាត់បែរទៅជាយកឡានយកអត្រានឹងយកទៅលក់ដើម្បីយកលុយមកដោះស្រាយបញ្ហាគិតថាអាចដោះបានតែជាក់ស្ដែងវាមិនមែនអញ្ចឹងទេបាទពីព្រោះការដោះស្រាយគឺគេមិនមែនដោះអញ្ចឹងទេបើសិនជាយើងដោះបែបហ្នឹងគឺមានន័យថាគឺការជីករណ្ដៅកប់ខ្លួនឯងបាទអញ្ចឹងអ្នកដែលស្ថិតនៅក្នុងចំណុចនេះសូមបងប្អូនធ្វើការតាក់ទងមកខ្ញុំតាមរយៈលេខ096 638 គុណបងប្អូនតាក់ទងមកយើងមានជីវៈសិក្សាមួយដែលបានបង្រៀននៅក្នុងទូរស័ព្ទដៃនេះតម្លៃ$99ប៉ុន្តែបើសិនជាបងប្អូនមានបញ្ហាដូចយើងដែលយើងរៀបរាប់នេះប្រាប់យើងមកយើងនឹងផ្ដល់ជូនតម្លៃពិសេសត្រឹមតែ$29ទេ$29ហ្នឹងជួយបងប្អូនឲ្យបានមើលឃើញពីដំណោះស្រាយដែលយើងធ្លាប់បានឆ្លងកាត់អញ្ចឹងបើសិនជាបងប្អូនត្រូវការបងប្អូនតាក់ទងមកឥឡូវនេះយើងនឹងផ្ដល់ជូនតម្លៃពិសេសអញ្ចឹងកុំអស់សង្ឃឹមរឿងបំណុលយើងមានដំណោះស្រាយបាទ